អុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពអញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី1រំលឹកខួប32ឆ្នាំទិវាប្រកាសរដ្ឋធម្មនុញ្ញអុកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតលីសុភាពប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានអញ្ជើញដឹកនាំប្រទេសភូដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី1រំលឹកខួប32ឆ្នាំទិវាប្រកាសរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញសួនច្បារខាងលិចវិមានឯករាជ្យនាព្រឹកថ្ងៃទី24ខែកញ្ញាឆ្នាំ2025សូមជម្រាបថារយៈពេលជាង30ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញក្រោមម្លប់នៃសុខសន្តិភាពនិងឯកភាពជាតិអាស្រ័យដោយមាននយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានធ្វើឲ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យជាអាចក្នុងការការពារជាតិសាសនាព្រះមហាក្សត្រការពង្រឹងឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីអរិយធម៌អង្គរដ៏បវរនិងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្នុងបរិបទដ៏ថ្លៃថ្លានេះវិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រមួយត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនិងត្រូវបានសម្ពោធកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2024ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយនៅពេលនោះព្រះអង្គបានប្រោសព្រះរាជទានព្រះបរមរាជឱកាសថាវិមានរដ្ឋធម្មនុញ្ញគឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឲ្យនិមិត្តរូបនីតិរដ្ឋដែលមានរដ្ឋធម្មនុញ្ញជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជាយើងហើយព្រះអង្គបានសំណូមពរថាសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូចនេះសូមប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាធិធិប្រកាន់យកជានិច្ចនិរន្តរ៍នៅស្មារតីយើងប្រជារាស្ត្រខ្មែររួបរวมគ្នាថែរក្សាការពារគោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសជានិមិត្តរូបនៃគុណតម្លៃទំនើបរួមសមបុរាណជាការសន្យាចំពោះអនាគតរុងរឿងនៃប្រទេសជាតិយើង